នាងខ្ញុំសូមជម្រាបសួរដល់សាធារណជននិងអ្នកសារព័ត៌មានទាំងអស់ជាទីរាប់អាននារសៀលនេះនាងខ្ញុំសូមអនុញ្ញាតធ្វើបច្ចុប្បន្នភាពអំពីសភាពការនៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃអំពីការឈ្លានពានរបស់យោធាថៃមកលើដែនអធិបតេយ្យរបស់កម្ពុជាដែលនៅក្នុងនោះគឺនាងខ្ញុំនឹងជម្រាបជូនស្ថានភាពនៅក្នុងយុទ្ធភូមិភាគទី4និងទី5ដែលគិតមកដល់ថ្ងៃទី15ខែធ្នូឆ្នាំ2025នេះគឺជាថ្ងៃទី9ហើយដែលយោធាថៃបានធ្វើសកម្មភាពឈ្លានពានមកលើកម្ពុជាភាគីថៃនៅតែបន្តរំលោភបំពានលើបទឈប់បាញ់និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025នាងខ្ញុំសូមជម្រាបជូនអំពីស្ថានភាពនៃការគម្រាមកំហែងការឈ្លានពានការបាញ់ប្រហាររបស់ភាគីថៃនៅតំបន់មួយចំនួនក្នុងដែនអធិបតេយ្យរបស់កម្ពុជាទី1ស្ថានភាពជួរមុខនៅក្នុងសមរភូមិទិសយុទ្ធភូមិភាគទី4នៅក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យនិងខេត្តព្រះវិហារភាគីថៃបានបន្តបាញ់ប្រហារមកលើកម្ពុជានៅថ្ងៃនេះគិតចាប់តាំងពីវេលាម៉ោង4:30នាទីព្រឹកទៀបភ្លឺរហូតដល់វេលាម៉ោង16:00នាទីរសៀលនេះបើគិតចាប់តាំងពីវេលាម៉ោង4:30នាទីដែលយោធាថៃបានចាប់ផ្ដើមបាញ់ប្រហាររហូតមកដល់ម៉ោងនេះម៉ោង16:00នាទីរសៀលនេះគឺភាគីថៃបានវាយប្រហារមកលើកងកម្លាំងកម្ពុជានិងក្នុងដែនអធិបតេយ្យរបស់កម្ពុជាយើងនៅក្នុងភូមិសាស្ត្រយុទ្ធភូមិភាគទី4រួមមាននៅថ្មដូនប្រាសាទតាមន់ធំជប់កគីតាថាវតំបន់អានសេះគោល8បោះស្បូវជាំតែភ្នំខ្មោចប្រាសាទតាក្របីប្រាសាទខ្នាអូស្មាច់ជប់អង្គញដំណាក់ស្ដាច់ថ្មឆាត់និងប្រាសាទព្រះវិហារហើយមកទល់ម៉ោងនេះគឺមិនទាន់បញ្ឈប់សកម្មភាពនៅក្នុងការបាញ់ប្រហារនៅឡើយទេចា៎ទី2ស្ថានភាពជួរមុខនៅក្នុងសមរភូមិទិសយុទ្ធភូមិភាគទី5នៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យនិងខេត្តពោធិ៍សាត់ក្នុងនោះសូមអនុញ្ញាតបន្ថែមបន្តិចផងដែរនៅក្នុងយុទ្ធភូមិភាគទី4គឺនៅក្នុងខេត្តសៀមរាបនៅថ្ងៃនេះយើងក៏សម្គាល់ឃើញថាភាគីថៃបានពង្រីកនៅក្នុងការធ្វើការឈ្លានពានរបស់ខ្លួនទម្លាក់គ្រាប់បែកតាមរយៈយន្តហោះចម្បាំង F16 នៅក្នុងភូមិសាស្ត្រស្រុកស្រីស្នំខេត្តសៀមរាបផងដែរដែលនេះយើងក៏សម្គាល់ឃើញថាភាគីថៃកាន់តែកក្លឿននិងកាន់តែកំរោលដែលនាងខ្ញុំបានធ្វើបច្ចុប្បន្នភាពនៅក្នុងเพจផ្លូវការរបស់ក្រសួងការពារជាតិជូនសាធារណជនរួចហើយចំពោះស្ថានភាពនៅក្នុងយុទ្ធភូមិភាគទី5នៅក្នុងខេត្តបន្ទាយមានជ័យនិងខេត្តពោធិ៍សាត់ភាគីថៃបានបាញ់ប្រហារមកលើកម្ពុជាគិតចាប់តាំងពីវេលាម៉ោង13:00នាទីរសៀលដល់វេលាម៉ោង16:00នាទីរសៀលនៅថ្ងៃនេះគឺនៅវេលាម៉ោង15:10នាទីយោធាថៃបានបាញ់ផ្លោងចូលទៅក្នុងភូមិសាស្ត្រភូមិព្រៃច័ន្ទនៅវេលាម៉ោង15:14នាទីកម្លាំងថ្មើរជើងរបស់យោធាថៃអមដោយរថក្រោះបានព្យាយាមរុលចូលទៅក្នុងមុខភូមិសាស្ត្រភូមិជោគជ័យនៅវេលាម៉ោង15:19នាទីយោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រតំបន់អភិវឌ្ឍភ្នំឆាត់ចំនួន2គ្រាប់ដោយនៅក្នុងឃុំគោករមៀតស្រុកថ្មពួកខេត្តបន្ទាយមានជ័យនៅវេលាម៉ោង15:41នាទីយោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F16 ហោះរំលោភចូលក្នុងដែនអធិបតេយ្យរបស់កម្ពុជាចំពោះស្ថានភាពនៅក្នុងភូមិសាស្ត្រដទៃផ្សេងទៀតមានសភាពស្ងាត់ស្ងាត់ប៉ុន្តែកងកម្លាំងរបស់កម្ពុជាបន្តតាមដានដោយយកចិត្តទុកដាក់និងប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្រសួងការពារជាតិកម្ពុជាសូមធ្វើការច្រានចោលចំពោះទាំងស្រុងចំពោះការផ្សព្វផ្សាយព័ត៌មានคล้ายៗបំភ្លៃខុសពីការពិតរបស់ភាគីថៃដែលបានចោទប្រកាន់លាបពណ៌មកលើកម្ពុជាដែលផ្ទុយស្រឡះខុសពីការពិតទាំងស្រុងក្រសួងការពារជាតិសូមធ្វើការបញ្ជាក់ជូនសារជាថ្មីថាគោលដៅនៃការវាយប្រហារការពារខ្លួនរបស់កម្ពុជាគឺផ្ដោតតែលើគោលដៅយោធាថៃប៉ុណ្ណោះមិនសំដៅលើគោលដៅស៊ីវិលឬក៏ទីកន្លែងស៊ីវិលណាមួយឡើយ
ប៉ុន្តែតែភាគីថៃទៅវិញទេដែលធ្វើការវាយប្រហារលើទីតាំងស៊ីវិលប្រជាជនស៊ីវិលរបស់កម្ពុជាដែលធ្វើឲ្យប្រជាជនស្លូតត្រង់ស៊ីវិលរបស់កម្ពុជាបានបាត់បង់ជីវិតនិងរបួសកើនឡើងចំនួនបន្ថែមទៀតបើគិតត្រឹមថ្ងៃទី15ខែធ្នូឆ្នាំ2025នេះគិតត្រឹមវេលាម៉ោង7:00នាទីព្រឹកហើយអ្វីដែលគួរឲ្យកត់សម្គាល់ផងដែរថាចំនួននៃការប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកនិងការប្រើប្រាស់គ្រាប់បែកចង្កោមរបស់យោធាថៃវាយប្រហារមកលើកម្ពុជាកាន់តែមានចំនួនទំហំកើនឡើងជាលំដាប់និងពង្រីកការបាញ់ប្រហារមកលើកម្ពុជាកាន់តែចូលមកជ្រៅក្នុងដែនអធិបតេយ្យដោយនៅថ្ងៃនេះគឺមានការទម្លាក់គ្រាប់បែកពីយន្តហោះ F-16 ចូលមកដល់ក្បែរជំរំជនភៀសសឹកនៅក្នុងភូមិសាស្ត្រស្រុកស្រីស្នំខេត្តសៀមរាបបន្ថែមទៀតអ្នកនាំពាក្យក្រសួងការពារជាតិសូមទាមទារឲ្យយោធាថៃបញ្ឈប់នៅរាល់ទង្វើឈ្លានពានរបស់ខ្លួនបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានបំភ្លៃខុសពីការពិតបញ្ឈប់ការវាយប្រហារដោយមិនរើសអើងនិងមិនរើសគោលដៅពិសេសចំទៅលើជនស៊ីវិលប្រជាជនស៊ីវិលស្លូតត្រង់និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលបញ្ឈប់ការវាយប្រហារបំផ្លិចបំផ្លាញទីតាំងប្រវត្តិសាស្ត្រដែលមិនត្រឹមតែជាសម្បត្តិវប្បធម៌ដ៏មានតម្លៃសម្រាប់របស់កម្ពុជាប៉ុណ្ណោះទេប៉ុន្តែសម្រាប់ប្រជាជននិងមនុស្សជាតិទាំងមូលផងដែរនិងបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានមិនពិតសប្រែទៅជាខ្មៅក្នុងន័យនេះកម្ពុជាសូមអំពាវនាវឲ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះការរំលោភបំពាននៅសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃនិងសកម្មភាពឧក្រិដ្ឋកម្មសង្គ្រាមខុសច្បាប់របស់ថៃម្ដងហើយម្ដងទៀតដោយទាមទារឲ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កម្រោលនេះកម្ពុជាអំពាវនាវឲ្យថៃបញ្ឈប់រាល់អរិភាពបន្ទាន់ដោយដកកម្លាំងចេញពីដែនអធិបតេយ្យរបស់កម្ពុជានិងជៀសវាងការសកម្មភាពឈ្លានពានគំរាមកំហែងដល់សន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់សូមគូបញ្ជាក់ផងដែរថាគិតមកដល់វេលាម៉ោងនេះវីរៈកងទ័ពនិងវីរៈនគរបាលកម្ពុជាបាននឹងកំពុងបន្តឈរជើងយ៉ាងរឹងមាំស្មារតីមូមុតនឹងនៅតែតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយនឹងសត្រូវឈ្លានពាននៅគ្រប់សមរភូមិទាំងអស់នៅក្នុងការបំពេញតួនាទីរបស់ខ្លួនដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជាយើងក៏សូមបញ្ជាក់ឡើងវិញនៅសិទ្ធិស្វ័យការពារដែនអធិបតេយ្យភាពរបស់យើងដោយដែលមានចែងនៅក្នុងច្បាប់អន្តរជាតិដើម្បីការពារបូរណភាពទឹកដីនិងប្រជាជនរបស់យើងទោះបីក្នុងតម្លៃណាក៏ដោយសូមប្រជាពលរដ្ឋទាំងអស់ជឿជាក់និងលើកទឹកចិត្តដល់វីរៈកងទ័ពវីរៈនគរបាលដ៏អង់អាចក្លាហានរបស់យើងដែលកំពុងប្រយុទ្ធតស៊ូយ៉ាងខ្លាំងក្លានៅគ្រប់សមរភូមិរាជរដ្ឋាភិបាលកងទ័ពនិងប្រជាជនរួមគ្នាជាធ្លុងមួយក្នុងការការពារទឹកដីសេចក្តីថ្លៃថ្នូរនិងអធិបតេយ្យភាពរបស់យើងដោយអង់អាចក្លាហាននិងដោយមិនងាករេទោះបីក្នុងស្ថានភាពណាក៏ដោយ Greetings to the general public and members of the press. This afternoon, I would like to update on the situation of the Thai invasion and armed attack launched on Cambodian territory in the 4th and 5th Military Region on December 15, 2025, which entered 9 days. The Thai side has continuously violated the ceasefire and the joint declaration signed by the Prime Minister of the Kingdom of Cambodia and the Kingdom of Thailand on October 26, 2025. Now I would like to update on the situation of Thai aggression and attack on certain areas within the sovereign territory of Cambodia. First, the frontline situation at the 4th Military Region, Udon Minchai and Prahvihir Province. The Thai military continue their armed aggression on Cambodia from 4:30 a.m. to 4 p.m. December 13, 2025. From 4:30 a.m. to 4 p.m., the Thai military have launched attack on Cambodia in the area of the 4th Military Region, including Thmodon, Tamon Thom Temple,
ជប់កគីតាថៅ Anses area គោល8បោះស្បូវជាំតែភ្នំខ្មោចតាក្របី Temple ខ្នា Temple អូស្មាច់ជប់អង្គុញដំណាក់ស្ដាច់ថ្មឆាត់ and ព្រះវិហារ Temple until now. Second, the frontline situation at Phim military region, Bantiay Minchey and Posat province. The Thai military continued their armed aggression on Cambodia from 1 p.m. to 4 p.m. December 15, 2025. At 3:10 p.m., the Thai military sailed into the area of Prejan village. At 3:14 p.m., the Thai infantry supported by tanks attempted to infiltrate into the area of Chokchei village. At 3:19 p.m., the Thai military sailed 2 rounds into Phnom Chat developed area, Kok Romit commune, Thmapuk district, Bantiay Minchey province. At 3:41 p.m., the Thai military deployed F-16 fighter jets to violate Cambodian airspace. As for the situation in other areas, remain calm, but our force continue to monitor closely and remain highly vigilant. The Ministry of National Defense of Cambodia completely rejects the dissemination of false information and distortion of the truth by the Thai side. We reiterate that Cambodia's right to self-defense is solely targeted at the Thai military targets and has never targeted at civilian area. Conversely, the Thai side has deliberately attacked locations where Cambodian civilians reside, resulting in increasing number of the death and injury of innocent Cambodian civilians. As of 7 a.m. December 15, 2025. It is also noteworthy that the number of the fighter jets and cluster bombs used by the Thai side military to attack Cambodia has been increasing significantly and expanding its scope of brutal attack further deep into Cambodian sovereignty territory. For instance, this morning, the Thai military used F-16 fighter jets to drop bombs near a displaced civilian camp in the area of Srei Snam district, Siem Reap province. The Ministry of National Defense spokeswoman demand that the Thai army immediately cease all its aggressive action, stop spreading false information that distort the truth, stop their indiscriminate attack, especially on civilian community and civilian infrastructure, and stop attacking that destroy historical sites, which are not only the most valuable cultural asset for Cambodia, but also for all of humankind. In dissent, Cambodia called on the international community to strongly condemn Thailand's violation of the joint declaration and its repeated war crime and unlawful activities, as well as demand that Thailand take full responsibility for such brazen violation. Cambodia urged that Thailand immediately stop all hostile activity and withdraw its force from Cambodia territorial integrity and avoid acts of incursion and aggression that threaten peace and stability in the region. It is also important to stress that as of now, the heroic Cambodian Armed Force and National Police Force will continue to stand strong, brave, and steadfast in their fight against the aggressor and remain vigilant in fulfilling their duty to protect the territorial integrity of Cambodia. The royal government, the armed force, and the people of Cambodia at this most critical moment
have remained united as one in defending our territorial integrity, national dignity, and sovereignty with courage and highly unwavering determination ចាសសូមអរគុណចំពោះការតាមដានស្ដាប់នៃការធ្វើបច្ចុប្បន្នភាពពីខាងក្រសួងការពិជាតិសូមអរគុណ